ថ្មីខ្លាំងហ្មងសក់ខ្មែរមិននឹកស្មានថាតាចាស់អាយុ67ឆ្នាំលើកដៃសម្លាប់ប្រពន្ធខ្លួនឯងកើតចាសម្លាប់ដើម្បីយកមាសប្រពន្ធបងប្អូនអើយហើយយកទៅណាតានេះអាយុ67ឆ្នាំហើយនេះលើកដៃសម្លាប់ប្រពន្ធយកមាសប្រពន្ធរបស់គាត់នឹងគាត់ខំសែមសំបានមាសច្រើនណាបងប្អូនចាវត្ថុតាំងដែលដកបានពីតាចាស់នេះគឺមានខ្សែកលោហៈធាតុពណ៌លឿងនិយាយឲ្យចំទៅយើងនិយាយថាខ្សែកមាសចឹងហ្មងទៅចាចំនួន6ខ្សែ6ខ្សែខ្សែក6ខ្សែបងប្អូនចាខ្សែដៃចំនួន4ខ្សែលឿងហ្នឹងដែលយើងចាត់ទុកថាមាសណាធាតុពិតទៅមាសមិនមាសយើងអត់ទាន់ដឹងច្បាស់ថាយ៉ាងណាទេទាល់តែយកទៅឆត់មើលទៅឲ្យកន្លែងជាងមាសគេឆត់មើលហើយតានេះបើគាត់ដឹងថាប្រពន្ធគាត់ទិញកន្លែងក៏គាត់មិនទៅស្លាប់ប្រពន្ធគាត់ដើម្បីយកកន្លែងដែរជឿទៅចាមានអ្នកណាដឹងសុកទុករឿងផ្ទៃក្នុងរបស់គ្រួសារខ្លួនឯងក្រៅពីប្តីប្រពន្ធខ្លួនឯងទេគាត់ដឹងច្បាស់ថាជាមាសប៉ុន្តែធម្មតាចាភាសាបច្ចេកទេសគឺគេទៅសេពាក្យថាលោហៈធាតុពណ៌លឿងអញ្ចឹងណាចាអញ្ចឹងខ្សែដៃហ្នឹងចំនួន4ខ្សែហើយមានបន្តោងចាបន្តោងហ្នឹងគឺ8បន្តោងហើយមានចិញ្ចៀនចំនួន4វង់ចាហើយកវលចំនួន4គូអីនិយាយទៅគឺសរុបទាំងអស់ពេលដែលគេយកចិញ្ចៀនថ្លឹងចាចិញ្ចៀនហ្នឹងគឺចិញ្ចៀនដែលគេសម្រាប់ថ្លឹងគ្រឿងញៀនហ៎បងចាប៉ូលីសអីគឺគាត់មានហើយពីព្រោះអីគាត់ចាប់ចង់និយាយថាគាត់មានចិញ្ចៀនសម្រាប់ទុកថ្លឹងអ្នកដែលគាត់លក់ថ្នាំញៀនអីជនល្មើសដែលលក់ថ្នាំញៀនចាប់បានទាំងជនល្មើសចាប់បានទាំងថ្នាំញៀនអីគឺគេមានអាចិញ្ចៀនគេសម្រាប់ថ្លឹងគ្រឿងញៀននឹងផ្សេងអញ្ចឹងប៉ូលីសគឺយកអាចិញ្ចៀនថ្លឹងគ្រឿងញៀននឹងយកមកថ្លឹងឃើញថាមានទម្ងន់323.50ក្រាមហើយមានលុយដុល្លារចំនួន$1,800មានលុយខ្មែរចំនួន$1,46,2600រៀលទូរស័ព្ទដៃចំនួន2គ្រឿងមានកាបូបដៃចំនួន1មានកាតធនាគារ ABA 1សន្លឹកនៅក្នុងកាបូបដៃហ្នឹងហើយមានប័ណ្ណបើកបរចំនួន2សន្លឹកមានកាតគ្រីម៉ូតូចំនួន1សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន1សន្លឹកកាតវ៉ាក់សាំងកូវីដចំនួន1សន្លឹកនិងម៉ូតូ1គ្រឿងចាម៉ូតូម៉ាកHonda Dream ស៊េរីឆ្នាំ2018ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1i 4125ហើយបានតឡើងតែម៉ូតូនឹងឡើងស៊េរីឆ្នាំ2022អញ្ចឹងណាចាហើយបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងចាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការតាមនីតិវិធីបន្តទៀតសូមបញ្ជាក់ថាប្រតិបត្តិការចុះចាប់ឃាតករវ័យចំណាស់លោកតាចាស់ម្នាក់នេះដែលជាឃាតករអាយុ67ឆ្នាំដែលចិត្តលើកដៃសម្រាប់ប្រពន្ធយកមាសនេះគឺធ្វើឡើងនៅថ្ងៃទី19ខែឧសភាឆ្នាំ2025វេលាម៉ោង8ព្រឹកដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍តូសថេងស្នងការនគរបាលខេត្តពោធិ៍សាត់នឹងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តមកុយកញ្ញាបរិញ្ញា អមសាលាដំបងខេត្តពោធិ៍សាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកានបានបង្ក្រាបករណីឃាតកម្មគិតទុកជាមុនមួយករណីនិងឃាត់ខ្លួនជនសង្ស័យចំនួន1នាក់ដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី16ខែឧសភាឆ្នាំ2025នៅចំណុចស្រះទឹកចាទួលប្រណាំងសេះស្ថិតនៅក្នុងភូមិកំពង់ក្តីឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់ជនសង្ស័យរូបនេះគឺមានឈ្មោះសសនភេទប្រុសអាយុ67ឆ្នាំរស់នៅភូមិប្រាសាទឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់